តើពិតដែរឬទេមានសុខសភាពពោះកូនតាសសភ្នំត្បែងបានដោយសារតែនៅក្នុងពេលថ្មីនេះគឺមានហ្វេនមានការភ្ញាក់ផ្អើលក្រោយពីឃើញរូបរាងរបស់មានសុខសភាបាយសាច់ក្រោយពីខ្លាយទៅជាភរិយារបស់លោកតាភ្នំត្បែងឆ្នេះ stand up គឺជា page stand up news នឹងធ្វើការលំអិតព្រមនេះតារាសិល្បៈខ្មែរមានសុខសភាបានវិលមកកាន់ក្បាលមីក្រូសាំងជាថ្មីម្ដងទៀតកាលពីរាត្រីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025នៅ The Wood Pub ក្រោយពីបាត់មុខជិត3ខែបន្ទាប់ពីលោកពេជ្រសង្វាវង្សដែលគេហៅថាលោកតាសសភ្នំត្បែងបានប្រកាសថាលោកក្លាយទៅជាប្តីថ្មីរបស់នាងកាលពីចុងខែកក្កដាគេសង្កេតឃើញថាតាមរយៈការចេញមុខលើកនេះមានសុខសភាមានសម្រស់ប្រែប្រួលខ្លាំងគឺឡើងគីឡូនិងបែកសាច់ជាងមុនរហូតមានអ្នកខ្លះសង្ស័យថានាងកំពុងតែពោពោះកូនតាសសភ្នំត្បែងថែមទៀតផងអ្វីដែលគួរឲ្យកត់សម្គាល់នោះអ្នកលេងបណ្ដាញសង្គមខ្លះនៅតែឌឺដងផ្លែផ្កាឲ្យនាងដដែលបើទោះបីជានាងធ្លាប់ស្នើសុំកុំឲ្យគេជេរឬក៏រិះគន់ទៅដល់រូបនាងទៀតព្រោះនេះគឺជាជីវិតឯកជនរបស់នាងក៏ដោយក៏ប៉ុន្តែមានសុខសភាមិនបានបង្ហាញប្តីថ្មីតាសសភ្នំត្បែងអមដំណើរខ្លួនទៅដល់ឆាកតន្ត្រីឬឲ្យប្តីថតសកម្មភាពរបស់នាងពេលច្រៀងរាំដូចជាអតីតប្តីលោកអ៊ិតតារាដែលធ្លាប់ធ្វើកិច្ចការងារទាំងនោះឲ្យនាងនោះឡើយចំណែកអ្នករៀបចំកម្មវិធីក៏បានប្រកាសឲ្យ fan ចូលរួមលើកទឹកចិត្តទៅដល់ការវិលត្រឡប់មកវិញរបស់មីសុខសភាផងដែរសូមបញ្ជាក់ផងដែរថាជាង3ខែចុងក្រោយនេះមីសុខសភាមិនបានបង្ហាញសកម្មភាពសិល្បៈរបស់នាងសឹងតែទាំងស្រុងដោយសារតែរវល់ដើរតាមប្តីថ្មីតាសសភ្នំត្បែងទស្សនាប្រាសាទបុរាណនានាទើបគេហៅនាងថាលោកយាយសក់ក្រហមភ្នំត្បែងថែមទៀតផងមានសុខសភាបានឆ្លើយតបទៅអ្នកដែលមិនពេញចិត្តចំពោះនាងដែលយករូបលោកសង្វាវង្សពីការដៃម្ខាងធ្វើជាប្តីតាមរយៈការចេញបទចម្រៀងធ្វើតាមបេះដូងគណៈដែលអតីតប្តីលោកអ៊ិតតារាបានរក្សាភាពស្ងប់ស្ងាត់លែងនិយាយអ្វីទាំងអស់ពាក់ព័ន្ធទៅនឹងសភាជាង5ខែមកនេះគួរកត់សម្គាល់ផងដែរថាមានសុខសភាលែងមានសកម្មភាពច្រៀងសម្ដែងតាមឆាកតន្ត្រីនានាតាំងពីនាងបានក្លាយទៅជាប្រពន្ធតាសសភ្នំត្បែងរហូតមានអ្នកគាំទ្រខ្លះក៏មានធ្វើពីឯកាបទចម្រៀងនាងថែមទៀតផងយ៉ាងណាក៏ដោយបទចម្រៀងរបស់មានសុខសភាដែលចេញរយៈពេល17ឆ្នាំនៅក្នុងផលិតកម្មនៅក្នុងពេលនេះកំពុងតែល្បីនៅលើបណ្ដាញសង្គមរហូតទៅដល់តារាចម្រៀងស្រីមានសុខសភាក៏ទើបតែយកទៅច្រៀងនៅក្នុងឆាកចុងក្រោយគឺបទមួយនាទីនៅតែជាទីពេញនិយមសម្រាប់អ្នកស្ដាប់ទូទៅដដែលរហូតមានអ្នកខ្លះចង់ឲ្យនាងផលិត MV បទចម្រៀងនេះសាជាថ្មីថែមទៀតផងជាការពិតណាស់មជ្ឈដ្ឋានមហាជនលើកឡើងថាមានសុខសភានៅក្នុងពេលនេះគ្មានបទថ្មីល្បីអ្វីទៀតទេជាហេតុធ្វើឲ្យនាងពិបាកទប់ទល់ជាមួយនឹងតារាស្រីល្បីផ្សេងទៀតសម្រាប់ concert រដូវក្តៅឆ្នាំ2025-2026ព្រោះតាសសភ្នំត្បែងមិនអាចដើរតួនាទីធ្វើបទចម្រៀងនិងដឹកនាំ MV ដូចជាអតីតប្តីរបស់នាងបានឡើយក៏ប៉ុន្តែមានសុខសភាអាចនឹងជួលអ្នកជំនាញសិល្បៈដើម្បីធ្វើកិច្ចការងារទាំងអស់នោះដើម្បីរក្សាលំនឹងនៅក្នុងអាជីពរបស់ខ្លួនព្រោះតាសសភ្នំត្បែងគ្រាន់តែជួយនាងធ្វើជាតែកុងឡានរបស់នាងតែប៉ុណ្ណោះជាមួយគ្នានោះផងដែរក៏មានការចាប់អារម្មណ៍ផងដែរថានៅពេលដែលអាជីពចម្រៀងរបស់មីសុខសភាស្ថិតនៅក្នុងភាពស្រពេចស្រពិលមិនច្បាស់លាស់នាងបានបញ្ចេញក្មួយស្រីរបស់ខ្លួនដែលមានឈ្មោះថាមាសសុខដារីនីដែលត្រូវបានគេដឹងថាគឺជាកូនស្រីរបស់លោកមាសសុខរតនាឲ្យចាប់អាជីពជាតារាចម្រៀងដូចខ្លួនដែរប៉ុន្តែសុភាមិនទាន់អន្តរាគមឲ្យនាងបានឆាប់ល្បីតាមរយៈការចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយនាងនៅឡើយទេប្រភពបានឲ្យដឹងផងដែរថាដើម្បីរក្សាចំណងស្នេហាឲ្យរឹងមាំនិងកុំឲ្យមានការប្រែប្រួលស្វាមីរបស់មាសសុខសភាក៏កំពុងតែរៀបចំគម្រោងយកកូនដំបូងជាមួយនឹងគ្នាក្នុងពេលឆាប់នេះតែគ្មានដំណឹងអ្នកទាំងពីរពីក្រុមរៀបការនៅឡើយទេបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន